សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin បានយករឿងភាគថ្មីមួយដែលទើបតែចេញយកមកសម្រាយជូនអ្នកទាំងអស់គ្នាសង្ឃឹមថារឿងមួយហ្នឹងអ្នកទាំងអស់គ្នាមើលហើយនឹងចូលចិត្តដោយ admin ដែរព្រោះរឿងមួយហ្នឹងតួផុសតួស្រីរបស់យើងគឺស្អាតស្អាតខ្លាំងមែនតើសំខាន់ណាសាច់រឿងគេឡើងល្អមើលទៀតពេលដែលបានមើលហើយគឺដឹងតែដកចិត្តមិនរួចនោះទេតោះកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងភាគ1របស់យើងទាំងអស់គ្នាតែមុននឹងចូលទៅកាន់សាច់រឿងពេញ admin សូមឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe channel admin ម្នាក់មួយផងណាចូលដល់សាច់រឿងរបស់យើងឃើញថាមានក្រុមគ្រូពេទ្យមួយក្រុមកំពុងតែធ្វើការវះកាត់អ្នកជំងឺម្នាក់ដែលគាត់មានបញ្ហាដោះសាច់យ៉ាងធ្ងន់ធ្ងរហើយក្រុមគ្រូពេទ្យហ្នឹងធ្វើការវះកាត់ដោយមិនដាក់ដៃចូលបន្តិចសោះឡើយចុងក្រោយក៏បញ្ចប់ការវះកាត់ហ្នឹងដោយជោគជ័យគ្រាន់តែចំណាយពេលវះកាត់ហ្នឹងដល់ទៅ8ម៉ោងឯណោះនៅសល់ពេលវេលាលាងសម្អាតតិចតួចក្រុមគ្រូពេទ្យផ្សេងក៏បានឲ្យលោកដុកទ័រដែលបានវះកាត់ហ្នឹងឲ្យគាត់ទៅសម្រាកទៅព្រោះគ្រប់យ៉ាងវាជោគជ័យអស់ហើយនៅសល់តែតិចតួចទុកឲ្យពួកគេជាអ្នកសម្អាតហើយដុកទ័រមួយនឹងដែរគឺមានឈ្មោះថាដុកទ័រលីនខណៈពេលដែលដុកទ័រលីនរបស់យើងដើរចេញពីបន្ទប់វះកាត់មកខាងក្រៅទើបយើងដឹងថាគាត់គឺជាលោកគ្រូពេទ្យដ៏សែនសង្ហាហើយក៏ជាតួប្រុសរបស់យើងនឹងឯងគាត់ឈ្មោះថាដុកទ័រលីនយូសឹងគាត់ចេញមកក្រៅទាំងស្នាមញញឹមតែម្ដងណាទៅកាន់ក្រុមគ្រួសាររបស់អ្នកជំងឺនិងបញ្ជាក់ប្រាប់ខាងគ្រួសារថាអ្នកជំងឺមិនអីនោះទេការវះកាត់គឺទទួលបានជោគជ័យហើយធ្វើឲ្យគ្រួសារអ្នកជំងឺនេះរំភើបសប្បាយចិត្តខ្លាំងណាស់ថែមទាំងអរគុណគាត់មិនឈប់នោះទេស្របពេលនឹងដែរក៏មានលោកដុកទ័រ2នាក់ដែលឈរមើលពីក្រោយផងដែរព្រមទាំងសរសើររំភើបជាមួយនឹងដុកទ័រលីនយើងខ្លាំងណាស់ដែលគាត់គឺមានទេពកោសល្យខ្លាំងមែនទែនហើយអាចជំនួសការងារពួកគាត់ទាំងពីរបានហើយនៅថ្ងៃក្រោយស្របពេលនឹងដែរចៃឈីដែលជាមិត្តភក្តិរបស់លោកដុកទ័រលីនហ្នឹងក៏បានខំមករកគាត់ហើយលោកដុកទ័រលីនយើងក៏បានប្រាប់គាត់ថាខ្លួនគាត់ទើបតែបញ្ចប់ការវះកាត់មួយដ៏អស្ចារ្យនៅក្នុងជីវិតរបស់គាត់ចៃឈីឮហើយក៏ចូលរួមអបអរជាមួយនឹងជោគជ័យមួយនេះផងដែរដុកទ័រលីនក៏បន្តប្រាប់ថាខ្លួនចេញពីទីនេះនៅរសៀលថ្ងៃស្អែកហើយតើចៃឈីហ្នឹងនៅសៀងហៃអត់គាត់គឺជាអ្នកបើកអាហារពេលល្ងាចពេលដែលទៅដល់នោះតែចៃឈីឮហើយក៏បញ្ញាប្រាប់ដុកទ័រលីនវិញថាកុំទៅសៀងហៃអីមកវូស៊ីវិញមកគាត់នឹងណែនាំក្មេងស្រីម្នាក់ឲ្យស្គាល់តែលោកដុកទ័រលីនយើងហ្នឹងគឺបដិសេធតែម្ដងខាងនោះគ្រាន់តែឮថាបដិសេធអញ្ចឹងគាត់ម៉ៃគិតថាដុកទ័រលីនយើងគឺមិនចេះស្រឡាញ់មនុស្សស្រីអីទេមើលទៅប្រហែលជាប្រងនៅលាវមួយជីវិតហើយមែនហើយគាត់ក៏នៅតែបន្តថាឲ្យដុកទ័រលីនយើងហ្នឹងហេតុអីបានជាមិនព្រមជួបគូណាត់អីសោះអញ្ចឹងដុកទ័រលីនយើងឮហើយគឺសើចតែម្ដងថាគាត់មានជំរឿសម្រាប់ខ្លួនឯងហើយកុំឲ្យមិត្តភក្តិហ្នឹងបារម្ភពីគាត់អីតែថាខាងនោះវិញគាត់មិនព្រមនោះទេថាឲ្យដុកទ័រលីនហ្នឹងត្រូវតែមកវូស៊ីព្រោះគាត់បានសន្យាជាមួយគេរួចហើយនឹងនាំដុកទ័រលីនហ្នឹងមកឲ្យបានហើយឲ្យធ្វើយ៉ាងម៉េចទៅបើដុកទ័រលីនហ្នឹងតែងខ្លួនជាប្រុសសង្ហាតាក់ទាញចិត្តគេពេញនឹងអញ្ចឹងខាងនេះឮពាក្យថាតាក់ទាញចិត្តគេអញ្ចឹងគឺគាត់ឆ្ងល់ខ្លាំងតែម្ដងថាតាក់ទាញអ្នកណាពីពេលណាអញ្ចឹងណាគាត់គឺអត់ដឹងខ្លួនសោះតែម្ដងណាតើចៃឈីរៀបរាប់ការពេលដែលគាត់មកពិធីជប់លៀងម៉ាក់របស់ខ្លួនហ្នឹងក្មេងស្រីម្នាក់ហ្នឹងគឺលងស្រឡាញ់លោកដុកទ័រលីនហ្នឹងហើយព្រមទាំងស្នើសុំអញ្ជើញដុកទ័រលីនហ្នឹងមកវូស៊ីឲ្យបានទៀតផងនាងគឺជាកូនស្រីរបស់លោកណៃឆឹងយៀននឹងឯងចំណែកដុកទ័រលីនណាគ្រាន់តែឮឈ្មោះឪពុកក៏សម័យឃើញមុខកូនស្រីគេបាត់ទៅហើយតាមពិតទៅដុកទ័រលីនហ្នឹងក៏លួចស្រឡាញ់គេតាំងពីបានជួបថ្ងៃដំបូងនឹងដែរហើយម្នាក់ស្រីដ៏សែនស្រស់ស្អាតខ្ជូតហ្នឹងគឺជាតួស្រីរបស់យើងនឹងឯងរួចដុកទ័រលីនណាក៏យល់ព្រមថានឹងមិនទៅសៀងហៃទេគាត់នឹងមកវូស៊ីជួបជាមួយនឹងចៃឈីតែម្ដងណាកាត់មកដល់ពេលស្អែកឡើងដុកទ័រលីនសង្ហារបស់យើងគឺថាកំពុងតែបើកឡាននៅលើដងផ្លូវទាំងញញឹមពព្រាយចេញទៅកាន់ទីក្រុងវូស៊ីនឹងឯងតាមផ្លូវក៏និយាយទូរស័ព្ទជាមួយនឹងចៃឈីផងដែរព្រមទាំងប្រាប់ថា1ម៉ោងទៀតអីគាត់ទៅដល់សួនផ្កាវូស៊ីនឹងហើយដែលសួនហ្នឹងគេហៅថាវូស៊ីមីអញ្ចឹងសូមមិននិយាយទូរស័ព្ទបន្តទៀតទេព្រោះអីគាត់ត្រូវបើកបរឲ្យមានសុវត្ថិភាពរួចគាត់ក៏បិទទូរស័ព្ទតែម្ដងទៅតែជាអកុសលអី
ដុកទ័រលៀនរបស់យើងហ្នឹងណាក៏បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនឹងឯងដោយសារតែមានកន្សែងមួយណាមិនដឹងហោះពីណាមកនោះទេមកបាំងមុខឡានធំមួយធ្វើឲ្យអ្នកបើកបរហ្នឹងរេចង្កូតមកគៀឡានរបស់តួប្រុសយើងហើយថែមទាំងបុកគាត់ទៀតផងមិនដឹងយ៉ាងណាយ៉ាងណីទេលោកដុកទ័រលីនយើងពេលហ្នឹងហើយរឿងយើងណាក៏បានកាត់មកដល់តួស្រីដែលជាក្មេងតូចស្រីស្រស់ស្អាតរបស់យើងនេះវិញនាងមានឈ្មោះថានីស៊ីគងនាងកំពុងតែមើលសភៅនៅផ្ទះលោកពូរបស់នាងនៅឯណានជីងព្រោះនាងមកទីនេះគឺដើម្បីរៀនសូត្រនឹងឯងហើយក៏កំពុងតែនៅជាមួយនឹងក្មេងប្រុសម្នាក់ទៀតដែលមានឈ្មោះថាជាងរូដែលជាកូនរបស់លោកពូតួស្រីយើងនឹងឯងក្មេងតូចជាងរូនឹងណាមើលព័ត៌មានឃើញថាប៉ារបស់តួស្រីគឺមានគម្រោងថ្មីមួយនៅណានជីងនេះឯងគ្រាន់តែថាគាត់មិនមែនជាបងប្អូននឹងខ្លួនទៀតទេព្រោះអីគាត់បានលែងលះជាមួយនឹងមីងរបស់ខ្លួនទៅហើយអញ្ចឹងពេលហ្នឹងគាត់គ្រាន់តែជាប៉ារបស់បងស្រីតែប៉ុណ្ណោះដល់កន្លែងហ្នឹងណាទើបយើងដឹងថាប៉ាម៉ាក់របស់តួស្រីយើងហ្នឹងណាគឺបានលែងលះគ្នាបាត់ទៅហើយនិយាយគ្នាបានបន្តិចហ្នឹងណាក៏ស្រាប់តែកណ្ដឹងផ្ទះរោឡើងចៃរូថាប្រហែលជាគ្រូពិសេសដែលត្រូវមកបង្រៀនខ្លួនដល់ផ្ទះហ្នឹងហើយទើបស្នើសុំអង្វរឲ្យបងស្រីហ្នឹងណាទៅជួយបើកទ្វារឲ្យបន្តិចទៅដែលគេហ្នឹងណាថាបើសិនជាបងស្រីទៅបើកទ្វារគេនឹងសន្យាថានឹងធ្វើម្ហូបឲ្យតួស្រីយើងញ៉ាំមកពេញមួយឆ្នាំតែម្ដងមើលទៅតួស្រីយើងប្រហែលជាមិនចេះធ្វើម្ហូបទេបានជាប្អូនប្រុសបានដាក់លក្ខខណ្ឌអញ្ចឹងមកណាហើយតួស្រីយើងក៏មិនចង់ទៅប៉ុន្មាននោះដែរតែអាណិតប្អូនប្រុសអង្វរព្រមទាំងលក្ខខណ្ឌមួយដែលនាងចង់បាននោះដែរក៏ដាច់ចិត្តចុះទៅបើកទ្វារជំនួសទៅមានណាស្រាប់តែពេលដែលបើកទ្វាររបងផ្ទះហើយក៏ឃើញប្រុសស្អាតនៅនឹងមុខតែម្ដងនិយាយពីថាមើលគេឡើងភ្លឹកពេលហ្នឹងឯប្រុសស្អាតនឹងវិញក៏ឈរពីមុខតួស្រីយើងទាំងទឹកមុខស្រស់ស្រាយដូចគ្នាហើយគាត់មានឈ្មោះថាជួងស៊ូដែលជាសិស្សពូកែហើយរៀននៅសាលាជាមួយនឹងតួស្រីយើងដូចគ្នាហើយខាងប្រុសនេះក៏បានធ្វើការណែនាំខ្លួនទៅកាន់ស៊ីកងរបស់យើងនឹងឯងបើក្មេងស្រីតូចយើងនេះវិញនិយាយពីថាលួចស្រឡាញ់គេតាំងពីឃើញគេនៅថ្ងៃដំបូងមកម្លេះហើយរឿងយើងនឹងក៏មិនដឹងយ៉ាងណាយ៉ាងណីទៀតដែរស្រាប់តែកាត់មកដល់មួយឆ្នាំកន្លងផុតទៅដល់ឆ្នាំ2012ណាដែលជាឆ្នាំត្រូវបញ្ចប់ការសិក្សានៅណានជីងនឹងឯងថ្ងៃនឹងដែរក៏ជាថ្ងៃចូលរៀនវិញដូចគ្នាក្នុងឆ្នាំនឹងហើយថ្ងៃនឹងក៏ជាថ្ងៃបើកបវេសនការថ្មីចូលរៀននៅឆ្នាំទី4ឆ្នាំបញ្ចប់នឹងផងដែរក្នុងឆ្នាំនឹងដូចគ្នាក៏មានសិស្សបញ្ចប់ការសិក្សានឹងច្រើនជាងឆ្នាំមុនទៅខាងសាលានឹងក៏បានរៀបចំតាំងពិព័រណ៍ការងារដ៏ធំមួយផងដែរចំណែកឯស៊ីកងតួស្រីប្រុសយើងនេះវិញទៅតែបញ្ចប់ការចុះកម្មសិក្សារួចរាល់ហើយកំពុងត្រឡប់មកសាលារៀនវិញដូចគ្នានៅតាមផ្លូវនាងបានឆាតចូលនៅក្នុងក្រុមរបស់នាងដើម្បីប្រាប់ដំណឹងមួយនេះឲ្យមិត្តភ័ក្តិនៅក្នុងក្រុមមកទទួលនាងផងគេនិយាយគ្នាបែបលេងសើចអីអញ្ចឹងណាតែថាទាំងអស់គ្នានឹងធ្វើដូចជាមិនខ្វល់ជាមួយនឹងស៊ីកងយើងនោះទេប៉ុន្តែស៊ីកងប្រុសយើងថានាងមានមន់មួយមានទាមួយមកជាមួយផងដែរគ្រាន់តែគ្រប់គ្នាឮថាមានមន់មានទាមកជាមួយអញ្ចឹងនិយាយពីថាស្វាគមន៍តែម្ដងថានឹងមានអីសប្រៃនាងនៅច្រកទ្វារចូលទៀតស៊ីកងយើងឆ្ងល់ខ្លាំងមែនតែនប្រឹងសួរនាំគេប៉ុន្តែមិនមានអ្នកណាម្នាក់ប្រាប់នោះទេហើយពេលដែលឡានតាក់ស៊ីឈប់ភ្លាមមិត្តទាំង4របស់គេនឹងក៏មកចាំទទួលបើកទ្វារឡានឲ្យទៀតព្រោះតែពួកគេនឹងថាក្លិនមន់ស្ងោរនឹងទានឹងគឺបានហៅពួកគេមកអញ្ចឹងរៀងលឿនបន្តិចហើយកំពុងតែនិយាយគ្នាសើចលេងយ៉ាងសប្បាយនឹងអ្វីដែលសប្រៃនឹងក៏បានមកដល់ល្មមគឺថាប្រុសស្អាតជួងស៊ូបានដើរមកជាមួយនឹងស្រីស្អាតម្នាក់ទៀតនាងមានឈ្មោះថារងទាំងពីរនាក់នឹងមើលទៅគឺស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ឡើងតួស្រីយើងក៏មានអារម្មណ៍ថាដូចមិនសូវសួរនោះទេម្នាក់ស្រីនៅចិត្តស៊ីកងនឹងសួរទៅពីរនាក់នឹងថាពីរនាក់នឹងមកជាមួយគ្នាមែនរងនេះក៏បានឆ្លើយយ៉ាងលឿនថាជួបគ្នានៅតាមផ្លូវទេរួចក៏ស្វាគមន៍ស៊ីកងរបស់យើងត្រឡប់មកវិញចំណែកឯស៊ីកងរបស់យើងឆ្ងល់ទៀតហើយថាគ្រប់គ្នាមកច្រើនអញ្ចឹងនាងមានតែមន់មួយនិងទាមួយនោះទេប្រហែលជាមិនគ្រប់គ្នាទេដឹងតែមានណាម្នាក់ទៀតហ្នឹងក៏បានថាល្ងាចហ្នឹងពួកគេទៅញ៉ាំអាហារពេលល្ងាចជុំគ្នាឮបែបហ្នឹងស៊ីកងយើងក៏លើកមន់ទារបស់នាងឡើងថាអញ្ចឹងយកវាទៅចូលរួមជាមួយបានអត់តែម្នាក់ស្រីសក់វែងដែលនៅចិត្តរងហ្នឹងក៏បាននិយាយថាមិនបាច់ទេកុំឲ្យខ្មាស់គេព្រោះអាហារមួយពេលហ្នឹងជួងស៊ូជាអ្នកប៉ាវហើយរងក៏បន្ថែមទៀតថា
ដោយសារតែចងស៊ូហ្នឹងគាត់ត្រូវបានជាប់ការងារនៅធនាគារដ៏ធំមួយនៅណានជីងនឹងឯងហើយបានប្រាក់ខែច្រើនខ្លាំងមែនទែនអាចប៉ាវគ្រប់គ្នាបានស៊ីកងលើបែបហ្នឹងក៏អបអរទៅកាន់ចងស៊ូផងដែរស្រាប់តែអាប៉ែចងស៊ូហ្នឹងក៏សួរតួស្រីយើងតែម្ដងក្រែងថាមកថ្ងៃស្អែកយីមិនបានមកមុនថ្ងៃអញ្ចឹងស៊ីកងយើងឡើងគាំងតែម្ដងពេលដែលឮបែបហ្នឹងព្រោះស្ដាប់មើលទៅដូចជានាងហ្នឹងគឺជាចំណែកលើសនៅក្នុងស្ថានភាពបែបហ្នឹងមិត្តភ័ក្តិរបស់ស៊ីកងម្នាក់ទៀតក៏បានចាប់ទាញដៃតួស្រីរបស់យើងហ្នឹងដើរចេញភ្លាមទៅតែម្ដងថានាងឃ្លានហើយចង់ញ៉ាំអីខ្លាំងណាស់មិនអាចចាំនៅនឹងបានទៀតនោះទេពេលដល់បន្ទប់ញ៉ាំអាហារស៊ីកងយើងឆ្ងល់ទៀតហើយក៏សួរមិត្តភ័ក្តិរបស់នាងដែលអង្គុយជិតនាងហ្នឹងថាហេតុអីបានជាចងស៊ូហ្នឹងដឹងថានាងត្រូវមកនៅថ្ងៃស្អែកអញ្ចឹងខាងនេះក៏រៀបរាប់ទៅថាគ្រប់គ្នានៅក្នុងបន្ទប់កន្លែងស្នាក់នៅហ្នឹងគឺគេដឹងដំណឹងនឹងគ្រប់គ្នាប្រហែលជាមាននរណាម្នាក់និយាយពីវាហើយព្រោះថាមិត្តប្រុសរបស់ចៅហ្វាយម្នាក់ស្រីសក់ខ្លីដូចប្រុសហ្នឹងឈ្មោះចៅហ្វាយហើយគាត់មានឈ្មោះថាសៀងឈុនដែលជាមិត្តប្រុសរួមបន្ទប់ជាមួយនឹងជងស៊ូត្រូវជាសង្សាររបស់ចៅហ្វាយនឹងឯងចំណែកឯជូហូវិញតាមស្រឡាញ់ស៊ីលៀងបើរងនឹងជងស៊ូវិញគឺជាអ្នកធំធាត់មកជាមួយគ្នាគឺជាអ្នកចិត្តខាងនឹងគ្នានឹងឯងអញ្ចឹងក្នុងចំណោមពួកគេនឹងប្រហែលមានអ្នកណាម្នាក់និយាយឲ្យមើលទៅបន្តិចក្រោយមកចៅហ្វាយក៏បានសុំអ្នករត់តុកនឹងឲ្យយកចានធំពីរមកផងព្រោះចង់ដាក់មាន់ហើយនឹងទាប្រតួស្រីដែលយកមកនឹងតែមានណាតួស្រីយើងដែលកំពុងតែមិនសូវសប្បាយចិត្តនឹងក៏បានប្រាប់ថាមិនបាច់យកមកទេព្រោះវាជាចំណែករបស់នាងយកមកមិនគួរញ៉ាំនៅក្នុងតុអាហារមួយនេះទេព្រោះតុអាហារមួយហ្នឹងគឺមានគេជាអ្នកចេញរួចទៅហើយដល់ពេលចងស៊ូលឺបែបហ្នឹងគាត់ក៏រៀងអន់ចិត្តដែរមិនសូវសប្បាយចិត្តនោះទេតែធ្វើជាមិនខ្វល់អីបន្តិចសោះជាមួយនឹងស៊ីកងយើងរួចក៏ហៅអាហារបន្ថែមទៀតធ្វើមិនដឹងនិយាយទៅមិនដឹងថាពីរអ្នកហ្នឹងមានរឿងអីជាមួយនឹងគ្នានោះទេដូចជាកាច់កងគ្នាមិនត្រូវនឹងគ្នាសោះតែម្ដងណាបន្ទាប់មកគ្រប់គ្នាក៏ចាប់ផ្ដើមញ៉ាំអាហារព្រមទាំងឈីអបអរជងស៊ូដែលមានការងារល្អធ្វើព្រមទាំងបានប្រាក់ខែខ្ពស់ទៀតហើយគ្រប់គ្នាក៏បន្តនិយាយរៀបរាប់យ៉ាងកំសត់បន្តិចផងដែរនៅជីវិតជាសិស្សរបស់ពួកគេព្រមទាំងនិយាយរឿងការងារធ្វើពេលរៀនចប់ទៀតអ្នកខ្លះក៏ចង់បន្តការសិក្សានៅទីក្រុងធំគឺទីក្រុងសៀងហៃនឹងឯងហើយអ្នកខ្លះទៀតក៏ចង់នៅនឹងរកការងារផ្សេងធ្វើអញ្ចឹងណាចំណែកឯតួស្រីយើងវិញត្រូវគេដឹងថាមានជីវភាពធូរធារជាងគេតើនាងនឹងបន្តទៅសៀងហៃដូចគេអត់តួស្រីយើងថានាងប្រហែលជាទៅវូស៊ីវិញហើយចង់ទៅកន្លែងធ្វើការដែលនាងចុះកម្មសិក្សានឹងគ្រាន់តែលើបែបហ្នឹងចងស៊ូភ្ញាក់ផ្អើលតែម្ដងបន្តមកទៀតស៊ីកងរបស់យើងក៏បានចេញមកបន្ទប់ទឹកចំណែកឯចងស៊ូវិញក៏បានចេញមកគិតលុយផងដែរពេលដែលតួស្រីរួចរាល់ចង់ឡើងទៅខាងលើវិញខាងប្រុសនេះក៏ថាមិនបាច់ទៅនោះទេព្រោះពួកគេរៀបចេញមកហើយទៅតួស្រីយើងងាកទៅកន្លែងគិតលុយហ្នឹងសុំយកវ៉ាលីរបស់នាងដើម្បីចេញទៅខាងក្រៅចាំពួកគេរួចក៏ងាកទៅជងស៊ូថានាងចេញទៅក្រៅចាំមុនហើយអញ្ចឹងបន្ទាប់មកជងស៊ូក៏បានដើរមកជិតតួស្រីយើងនៅពេលដែលគាត់គិតលុយហើយណាព្រមទាំងសួរនាំរឿងការងារដែលនាងចង់ទៅវូស៊ីនោះថាបើមិនសូវចូលចិត្តធ្វើហេតុអីក៏ចង់ទៅធ្វើវិញអញ្ចឹងនិយាយទៅគឺដូចជាបារម្ភយកចិត្តទុកដាក់នៅលើគេខ្លះដែរប៉ុន្តែបែរជាមិនសូវខ្វល់ដូចមិនទេអាប៉ែហ្នឹងម្ដងខ្វល់ម្ដងអត់ចឹងណាសំខាន់និយាយដល់រឿងគ្រួសារតួស្រីយើងទៀតផងឡើងស៊ីកងយើងមើលមុខហើយនិយាយថាវាមិនមែនជារឿងរបស់គាត់ទេអញ្ចឹងក៏មកខ្វល់អីដាក់អញ្ចឹងខ្លះទៅក៏មកឲ្យគេដឹងថាយើងហ្នឹងស្រឡាញ់គេខ្លាំងពេកធ្វើចរិតលយដាក់យើងអញ្ចឹងណាបន្ទាប់មកចងស៊ូក៏ចង់និយាយបន្តទៀតប៉ុន្តែស្រាប់តែគ្រប់គ្នាក៏បានចេញមកហៅពីអ្នកនឹងល្មមហើយព្រមទាំងបបួលគ្នាចង់ទៅច្រៀងការ៉ាអូខេបន្តទៀតអញ្ចឹងណាតែតួស្រីយើងគឺបដិសេធមិនចង់ទៅបន្តនោះទេនិយាយមិនទាន់ចប់ផងលោកពូតួស្រីក៏បានខំមកនាងពួកគាត់បានលើម៉ាក់របស់តួស្រីប្រាប់គាត់ថាតួស្រីយើងហ្នឹងត្រឡប់មកដល់ណានជីងវិញហើយលោកពូក៏ស្នើសុំឲ្យក្មួយស្រីហ្នឹងមកគេងនៅផ្ទះមួយយប់ពួកគាត់បានរៀបចំបន្ទប់ឲ្យនាងរួចរាល់ហើយលោកពូក៏ចង់មកទទួលនាងផងដែរប៉ុន្តែស៊ីកងយើងមិនព្រមឲ្យគាត់មកនោះទេថាចង់ទៅផ្ទះដោយខ្លួនឯងបន្ទាប់ពីបិទទូរស័ព្ទពីលោកពូហើយក៏បែរទៅប្រាប់គ្រប់គ្នាវិញថានាងគឺត្រូវទៅផ្ទះលោកពូនាងហើយអញ្ចឹងអត់បានទៅជាមួយទេ
ចាំលើកក្រោយចោះណាមួយនាងក៏ហត់នឿយនឹងការធ្វើដំណើរមកណានជីងនេះហាមួយថ្ងៃទៅហើយនិយាយរួចតួស្រីយើងក៏ចាក់ចេញទៅឯទឹកមុខរបស់អ្នកខ្លះនោះវិញណាក៏ខកចិត្តមិនសូវសប្បាយចិត្តផងដែរតួស្រីយើងក៏បានមកដល់ចំណតឡានក្រុងទៅហើយស្រាប់តែទាំងរូបានខមកសួរបងស្រីឲ្យយកម៉ាស៊ីនហ្គេមឲ្យខ្លួនផងតែបងស្រីឯនេះវិញគឺថាម៉ាស៊ីននឹងនៅក្នុងបន្ទប់ស្នាក់នៅសាលាឯណោះចាំលើកក្រោយទៅចាំយកឲ្យក្មេងក្បាលខូចនេះលឺអញ្ចឹងហើយថាឲ្យបងស្រីភ្លាមតែម្ដងថាឆាប់ភ្លេចដូចមនុស្សចាស់អញ្ចឹងបើចាំយកលើកក្រោយទៀតនោះមិននឹងពេលណាបាននោះទេស៊ីកងយើងស្ដាប់ឮពាក្យអញ្ចឹងហើយទ្រាំមិនចង់បាននោះទេចង់តែបែកគូតតែម្ដងតែលោកប្អូនដឹងខ្លួននិយាយជ្រុលក៏បដូរពាក្យនិយាយលួងលោមបងស្រីវិញសុំឲ្យត្រឡប់ទៅបន្ទប់វិញដើម្បីយកវាមកផងមានទេបងស្រីនេះចិត្តមិនដាច់ពីប្អូនទេក៏ត្រឡប់ក្រោយទៅយកម៉ាស៊ីនហ្គេមនឹងឲ្យប្អូនវិញទៅពេលដែលមកដល់បន្ទប់យកម៉ាស៊ីនហ្គេមហើយក៏មិនទាន់ចុះពីលើគ្រែទៅវិញផងស្រាប់តែ3នាក់នេះត្រឡប់មកវិញអត់ទៅបន្តទៀតនោះទេព្រោះថាពួកគេមើលទៅមុខរបស់ជាងស៊ូដូចមិនសូវសប្បាយចិត្តសោះអញ្ចឹងបើទៅក៏ទៅមិនកើតដែរទៅបំបីគ្នាមកវិញរៀងខ្លួនទៅរួចស៊ីលៀងវិញក៏សួរទៅរងពីតំណែងតំណងនាងជាមួយនឹងជាងស៊ូថាពីរនាក់ហ្នឹងមានរឿងអីនឹងគ្នាមែនដូចជាមិនមាត់មិនកដាក់គ្នាអីសោះឆ្លោះគ្នាអីអញ្ចឹងមែនរងថាពួកគេមិនមានរឿងអីនោះទេចំណែកគ្រប់គ្នាក៏ចង់ឲ្យពីរនាក់នឹងមានតំណែងតំណងល្អជាមួយនឹងគ្នាខ្លាំងជាងនឹងដែរព្រោះថាពីរនាក់នឹងគឺស្គាល់គ្នាតាំងពីតូចមកម្លេះហើយថែមទាំងមករៀនសកលជាមួយនឹងគ្នាទៀតតែបែរជាដូចជាមិនទៅមុខមិនទៅក្រោយសោះមើលទៅណាហើយរងក៏បន្តថាពួកគេនៅតែបែបហ្នឹងទៅមុខទៀតក៏នៅតែបែបហ្នឹងដែរចំពោះនាងតែបើសិនជាជាងស៊ូវិញនាងមិនដឹងនោះទេលឺបែបហ្នឹងចែសក់ខ្លីក៏លួងលោមថាជាងស៊ូគឺជាមនុស្សល្អគាត់នឹងមិនប្រែប្រួលគ្រាន់តែទទួលបានការងារល្អនិងប្រាក់ខែខ្ពស់នោះទេបើទោះស្រីឯនេះវិញនៅឡើងស្ងៀមស្ងាត់ប៉ុន្តែទឹកមុខឡើងសពូនតែម្ដងនិយាយចប់ពួកគេក៏ចេញទៅក្រៅគ្រាន់តែថារៀបនឹងចេញទៅនឹងស៊ីលៀងក៏កលែងឃើញស្បែកជើងរបស់តួស្រីយើងនៅនឹងផងដែរតែនាងក៏មិនបានចាប់អារម្មណ៍អីខ្លាំងនោះដែរបន្ទាប់មកតួស្រីយើងក៏បានមកដល់ចំណាតឡានក្រុងវិញមកទាំងមិនសប្បាយចិត្តព្រមទាំងសម័យគិតម្នាក់ឯងថាខ្លួនជាមួយនឹងជាងស៊ូនឹងមិនដឹងស្ថិតនៅក្នុងទំនាក់ទំនងមួយណានោះទេព្រោះតាំងពីដំបូងមកនាងគឺជាអ្នកលួចស្រឡាញ់គេហើយកាលពីឆ្នាំទី1ទី2ទី3នឹងនាងគឺស្នាក់នៅផ្ទះរបស់លោកពូនាងទេតែដល់ចូលឆ្នាំទី4នាងក៏សុំមករស់នៅសាលាវិញដោយថាចង់ស្រាវជ្រាវសិក្សាបន្ថែមពីមេរៀនអីអញ្ចឹងណាប៉ុន្តែប្អូនប្រុសជាងរូនេះគឺដឹងច្បាស់តែម្ដងថាបងស្រីចង់មករស់នៅសាលាចៅប្អូនប្រុសហ្នឹងគឺដោយសារតែចង់បង្កើតភាពស្និទ្ធស្នាលជាមួយនឹងបុរសសង្ហាណាម្នាក់ហើយឬបែបហ្នឹងស៊ីកងឡើងអស់សំណោចតែម្ដងដែលប្អូនប្រុសក្មេងសោះណាដឹងរឿងសពគ្រប់បែបយ៉ាងអញ្ចឹងត្រឡប់ពីការគិតមកបច្ចុប្បន្នវិញនាងគឺមិនសប្បាយរីករាយដូចពេលនោះឡើយហើយយើងក៏មិនដឹងថានឹងមានរឿងអីកើតឡើងនោះទេអំឡុងពេលនោះហើយឡានក្រុងរបស់យើងនឹងក៏បានមកឈប់ដល់មុខផ្ទះរបស់លោកពូនាងតែម្ដងគ្រាន់តែបើកទ្វារឡានចុះភ្លាមគឺប្អូនជីដូនមួយក្បាលខុយរបស់នាងណាជិះកង់មកចាំទទួលបងស្រីទាំងញញឹមឡើងខ្ជូតទៀតណាសំខាន់ណានិយាយកំប្លែងលេងសើចជាមួយបងស្រីទៀតឡើងធ្វើឲ្យបងស្រីនេះទ្រាំមិនបាននឹងភាពគួរឲ្យស្រឡាញ់មួយនឹងទេក៏ដាក់មួយដៃចំកណ្ដាលថ្ងាសតែម្ដងទៅពេលមកដល់ផ្ទះលោកពូនឹងលោកពូជាមួយនឹងអ្នកមីងនឹងបង្ខំឲ្យស៊ីកងយើងញ៉ាំស៊ុបជាមួយនឹងពួកគាត់3នាក់ទោះនាងថាឆ្អែតក៏ដោយក៏ត្រូវតែអង្គុយញ៉ាំបន្តិចសិនដែរលោកពូក៏សួរក្មួយស្រីពីរឿងរៀនចប់ឮថានាងនឹងចង់ត្រឡប់ទៅពូស៊ីវិញរស់នៅជាមួយនឹងម្ដាយរបស់នាងធ្វើឲ្យគាត់ពិតជាសប្បាយចិត្តណាស់ព្រោះថាបានគ្នានៅជាមួយម្ដាយចឹងណាអ្នកមីងអានេះវិញលឺអញ្ចឹងក៏លូកមាត់ភ្លាមតែម្ដងព្រោះស្ដាប់មើលទៅដូចជាកំសត់ខ្លាំងណាស់អញ្ចឹងតែគេហ្នឹងសំដៅទៅលើម្ដាយរបស់តួស្រីហ្នឹងគឺគាត់និយាយថាគេហ្នឹងមិនពិបាកចិត្តស្អីនោះទេព្រោះពេលដែលគាត់តាក់តងខទៅពេលណាក៏សប្បាយចិត្តរហូតហ្នឹងទៅផឹកស៊ីដើរលេងញ៉ាំអីគ្មានពិបាកចិត្តអីបន្តិចសោះកុំនិយាយធ្វើមើលតាមមនុស្សស្រីរស់នៅខ្វះមនុស្សប្រុសមិនបានអញ្ចឹងលោកប្តីអានេះវិញលើប្រពន្ធគាត់រៀបរាប់ច្រើនអញ្ចឹងក៏សុំចោះចាញ់
តែម្ដងមិនចង់ឲ្យមានរឿងអីវែងឆ្ងាយទៀតនោះទេហើយក៏មិនចង់ឲ្យប្រពន្ធគាត់និយាយអីច្រើនពេកលើពីនេះផងដែរមានណាប្រពន្ធរបស់គាត់គឺនៅតែបន្តនិយាយរហូតដល់ចូលសាច់រឿងប៉ារបស់ស៊ីកវ៉ាងយើងនឹងឯងគាត់មើលទៅគឺមិនចូលចិត្តប៉ារបស់ស៊ីកវ៉ាងយើងទេនិយាយបែបឌីលតែម្ដងណាថាគាត់ផឹកទឹកភ្លេចប្រភពព្រោះមុនពេលរៀបការជាមួយនឹងម៉ាក់ស៊ីកវ៉ាងគាត់គ្រាន់តែជាមនុស្សប្រុសធម្មតាម្នាក់ក្រគ្មានអីទេតែម៉ាក់ស៊ីកវ៉ាងទេនៅតែស្រឡាញ់ហើយរៀបការជាមួយដល់ពេលចុងក្រោយខ្លាយទៅជាអ្នកមានមុខមានមាត់ប្រែជាភ្លេចប្រពន្ធកូនទៅវិញគ្រាន់តែឮពាក្យបែបហ្នឹងណាលោកពូគឺព្យាយាមសុំឲ្យប្រពន្ធគាត់កុំបន្តនិយាយទៀតអីព្រោះខ្លាចប៉ះពាល់អារម្មណ៍ក្មួយស្រីដោយសារតែមើលទៅឃើញនាងបដូរទឹកមុខទៅហើយតែគ្មានទេប្រពន្ធនេះគឺនៅតែបន្តនិយាយរហូតថាប៉ារបស់ស៊ីកវ៉ាងគឺពូកែសំដែងពូកែក្បត់អីអញ្ចឹងណានិយាយទៅគឺគាត់និយាយមិនឈប់សោះតែម្ដងកាន់តែនិយាយគឺកាន់តែជ្រុលទៅហើយទៅផ្ទៃរបស់គាត់ព្យាយាមបញ្ឈប់ប្រពន្ធភ្លាមតែម្ដងអ្នកមីងក៏មើលទៅក្មេងៗរួចប្រាប់ថាឲ្យពួកគេទៅសម្រាកទៅអញ្ចឹងកូនប្រុសនេះឡើងឆ្ងល់តែម្ដងព្រោះដំបូងគាត់ឲ្យញ៉ាំឥឡូវមកដេញអីណាតែក៏ក្រោកដើរចេញទៅទាំងពីរអ្នកតែម្ដងគ្រាន់តែក្មេងៗទៅបាត់លោកពូក៏ចាប់ផ្ដើមថាឲ្យប្រពន្ធគាត់តែម្ដងណាព្រោះទោះជាយ៉ាងណាលោកពូនីឆឹងយានហ្នឹងគឺជាប៉ារបស់ស៊ីកវ៉ាងយើងដែរហើយនាងគឺជាកែវភ្នែករបស់គាត់ស្រឡាញ់ខ្លាំងណាស់ព្រមទាំងបារម្ភកូនស្រីហ្នឹងខ្លាំងទៀតផងអ្វីដែលប្រពន្ធគាត់និយាយនោះវាដូចជាធ្ងន់ធ្ងរពេកហើយប្រពន្ធក៏ដឹងកំហុសរបស់គាត់ដែរដែលនិយាយរៀងជ្រុលពិតមែនហើយរឿងរបស់យើងក៏កាត់មកដល់ថ្ងៃស្អែកឡើងតួស្រីបានវិលត្រឡប់មកសាលាកន្លែងនាងស្នាក់នៅវិញនៅតាមផ្លូវក៏បានជួបជាមួយនឹងអាចារ្យសក់ខ្លីខ្ជូតនេះគឺជារហស្សនាមដែល admin ដាក់ឲ្យគាត់ទាំងពីរនាក់ក៏ដើរនិយាយគ្នាបណ្ដាចូលទៅក្នុងបន្ទប់កន្លែងស្នាក់នៅបណ្ដាពីរនាក់ហ្នឹងគឺត្រូវហៅគ្នាខ្លាំងណាស់ហើយអាចារ្យខ្ជូតហ្នឹងក៏បានរអ៊ូប្រាប់ស៊ីកងយើងថានាងគឺបានព្រីនกระดาษនៅមុខសាលាហ្នឹងត្រូវបានគេកោថ្លៃខ្លាំងមែនតើគ្រាន់តែកតាប្រវត្តិរូបសង្ខេបមួយសន្លឹកធ្វើឲ្យនាងខាត់បងមីសាច់គោឡើង3ចានឯណោះតួស្រីយើងក៏ឆ្ងល់ដែរហេតុអីបានជាត្រូវធ្វើ CV អីច្រើនអញ្ចឹងណាព្រោះពេលដែលចូលរៀនមាន CV ហើយតាខាងនេះក៏ថានាងចង់ដាក់រកការងារធ្វើស្របពេលនឹងដែរពីរអ្នកទៀតក៏មកដល់ហើយអាចារ្យសក់ខ្លីដូចប្រុសហ្នឹងដែលគាត់មានឈ្មោះថាចៅហ្វាយហ្នឹងក៏សួរនាំទៅអាចារ្យសក់ខ្លីខ្ជូតហ្នឹងថាទៅដាក់ពាក្យនៅថ្ងៃតាំងពិព័រណ៍ការងារមែនអាចារ្យខ្ជូតហ្នឹងក៏បានប្រាប់ហើយថានាងច្បាស់ណាស់ប្រកាសជាចូលរួមនៅក្នុងកម្មវិធីតាំងពិព័រណ៍ការងារហ្នឹងលើបែបហ្នឹងកញ្ញាស៊ីលៀងរបស់យើងក៏សុំគំរូ CV នឹងមួយផងព្រោះនាងចង់ចូលរួមដែរអាចារ្យសក់ខ្លីដូចជាប្រុសហ្នឹងក៏ងាកមកសួរភ្លាមតែម្ដងថាមិនអញ្ចឹងបើអ្នកមានការងារហើយនឹងតែស៊ីលៀងថានាងចង់សាក់លបងមើលក្រែងបានល្អជាងនឹងព្រោះប្រាក់ខែមន្ត្រីរាជការដែលនាងកំពុងធ្វើហ្នឹងគឺទទួលបានប្រាក់ខែទាបពេកចំណែកតួស្រីយើងវិញមិនមាត់ទេប៉ុន្តែដូចជាចាប់អារម្មណ៍នឹងគេដែរបន្ទាប់មកយើងក៏ឃើញថាស៊ីកវ៉ាងរបស់យើងហ្នឹងបានមកបណ្ណាល័យសាលាដើម្បីសិក្សាស្រាវជ្រាវបន្ថែមទៀតគ្រាន់តែអារម្មណ៍នៅគិតដល់ពាក្យសម្ដីរបស់ជងស៊ូដែលបាននិយាយណែនាំនាងរឿងការងារហ្នឹងមិនដើរតាមផ្លូវតាមចិត្តដែលនាងចង់ទៅធ្វើឲ្យស៊ីកវ៉ាងយើងនៅមិនសុខក្នុងចិត្តនោះទេដោយសារតែចិត្តមិនស្ងប់មិនដឹងទៅជជែកគិតគូរជាមួយនឹងអ្នកណាទើបស៊ីកវ៉ាងរបស់យើងចេញមកខាងក្រៅនៅសួនហ្នឹងគឺនិយាយជាមួយនឹងឆ្មាឲ្យជួយគិតនាងមើលបើមានជំរើស2តើគួរជ្រើសរើសមួយណាទី1នោះតើអ្នកចង់ខ្លាយជាឆ្មានៅក្នុងផ្ទះត្រូវបានគេមើលថែចង់ញ៉ាំអីក៏ញ៉ាំចង់សម្រាកក៏សម្រាកឬមួយក៏ចង់មានសិទ្ធិសេរីភាពដើរហើរនៅខាងក្រៅរឹងមាំដោយខ្លួនឯងរកចំណីដោយខ្លួនឯងរកផ្ទះដោយខ្លួនឯងវិញហើយអ្នកអូនឆ្មានេះគឺមិនដឹងឮអីទេនឹងសំណួររបស់នាងចេះតែស្រែកម៉ែវដាក់ស៊ីកងយើងមិនឈប់នោះទេចុងក្រោយស៊ីកងយើងក៏សម្រេចចិត្តថានឹងចូលរួមតាំងពិព័រណ៍ការងារនឹងគេដែរព្រោះនាងក៏មានមហិច្ឆតាជារបស់ខ្លួនឯងផងដែរកាត់មកដល់ថ្ងៃតាំងពិព័រណ៍ការងារមកដល់គ្រប់គ្នានៅក្នុងបន្ទប់ស្នាក់នៅហ្នឹងក៏បាននាំគ្នាបញ្ញាបញ្ញាត្រៀមខ្លួនរៀបចំចេញតាំងពីព្រលឹមហើយអ្វីដែលសប្រៃនោះគឺកញ្ញាស៊ីកងយើងដែលទៅតែក្រោកហ្នឹងក៏បានស្រែកប្រាប់ពួកគេថាឲ្យចាំនាងផងនាងទៅដែរកាត់មកដល់ពេលដែលពួកគេទាំងអស់គ្នាហ្នឹងបាននាំគ្នាជិះឡានក្រុងឡើងចង្អៀតណែនណាន់តាន់តាប់តែម្ដងណាដើម្បីមកកម្មវិធី
ពីពណ៌តាមផ្លូវពួកគេក៏និយាយគ្នាលេងសើចសប្បាយផងដែរព្រោះត្រូវទម្លាប់នៅក្នុងឡានក្រុងនិងកន្លែងជាទៀតនឹងបន្តិចទៅព្រោះពេលទៅដល់កន្លែងតាំងពីពណ៌នឹងមនុស្សប្រកាសជាច្រើនជាងនឹងទៅទៀតរួចស៊ីលៀងក៏បានប្រាប់ថាជងស៊ូនិងអ្នកដតីទៀតនឹងទៅដល់កន្លែងពីពណ៌ហើយពួកគេកំពុងតែរងចាំយើងដូចគ្នាតួស្រីនេះគ្រាន់តែលើឈ្មោះរបស់គេដូចជាមិនសូវស្រួលក្នុងចិត្តសោះក៏ងាកទៅខ្សឹបសួរអាចារ្យខ្ជូតថាម៉េចមិនប្រាប់នាងផងថាជងស៊ូនិងមិត្តគាត់នាំគ្នាមកដែរតែអាចារ្យខ្ជូតហ្នឹងក៏បាននិយាយថានាងក៏ទើបតែដឹងពេលនេះដូចគ្នាពេលស្រីមកដល់កន្លែងពិព័រណ៍ការងារហ្នឹងប្រុសយើងគឺនៅរងចាំនៅមុខនឹងស្រាប់តែម្ដងពួកគេក៏ភ្ញាក់ផ្អើលដែរព្រោះឃើញតួស្រីចូលរួមមកនិយាយគ្នាបានបន្តិចពួកគេក៏បែងចែកក្រុមគ្នាដែរអ្នកស្រឡាញ់គ្នាហ្នឹងក៏គេដើរជាមួយគ្នាទៅហើយអាចារ្យខ្ជូតហ្នឹងក៏ចាប់គូជាមួយនឹង2នាក់ទៀតព្រោះគេស្និទ្ធស្នាលនឹងគ្នាខ្លាំងដូចគ្នាចំណែកឯស៊ីលៀងក៏ងាកទៅមើលមុខរងបំណងចង់ឲ្យរងហ្នឹងគឺចាប់ដៃគូជាមួយនឹងជងស៊ូទៅជាមួយគ្នាអញ្ចឹងណាប៉ុន្តែជងស៊ូឃើញអញ្ចឹងគាត់ក៏ប្រញាប់ឆ្លើយយ៉ាងលឿនតែម្ដងថាខ្លួនគាត់នឹងដើរតាមជាមួយនឹងស្រីទាំងអស់គ្នាដើម្បីធានាសុវត្ថិភាពពួកគេរួចគ្រប់គ្នាក៏ចាប់ផ្ដើមដើរចូលមកខាងក្នុងកម្មវិធីកន្លែងតាំងពិព័រណ៍ដែលមានមនុស្សច្រើនខ្លាំងមែនទែននៅកន្លែងហ្នឹងព្រមទាំងចូលទៅដាក់ CV នៅកន្លែងដែលពួកគេចង់ធ្វើការណាបើជងស៊ូឯនេះវិញនិយាយពីថាតាមមើលស៊ីគួងយើងរហូតមិនដាក់ភ្នែកនោះទេឯរងវិញឃើញបែបហ្នឹងក៏មិនសូវសប្បាយក្នុងចិត្តនោះទេក៏ធ្វើជាហៅជងស៊ូហ្នឹងប្រាប់ជងស៊ូថាខ្លួនហ្នឹងចង់ដាក់ CV នៅក្រុមហ៊ុនធំមួយនៅខាងមុខនាងនឹងឯងដែលក្រុមហ៊ុនធំហ្នឹងគឺមានឈ្មោះថាសង្យានហើយក៏សូមឲ្យជងស៊ូហ្នឹងជួយឈរបើកផ្លូវឬយក CV ហ្នឹងទៅដាក់ឲ្យនាងផងព្រោះមនុស្សច្រើនពេកនាងពិបាកចូលខ្លាំងណាស់ខាងប្រុសស្អាតនេះវិញងាកមើលឃើញថាក្រុមហ៊ុនធំហ្នឹងគឺល្អខ្លាំងណាស់ហើយក៏មានគេដាក់ CV ច្រើនផងដែរអញ្ចឹងគាត់ក៏មានគំនិតចង់ដាក់ឲ្យអ្នកដតីផ្សេងទៀតចឹងណារងនេះវិញក៏រៀងអន់ចិត្តបន្តិចដែរព្រោះខាងប្រុសនេះគិតពីអ្នកដតីអត់សូវគិតខ្វាយខ្វល់ពីនាងអីសោះបន្ទាប់មកគ្រប់គ្នាក៏បាននាំគ្នាចេញមកខាងក្រៅវិញព្រោះដាក់ការងារឲ្យអស់ហើយដោយសារតែការនឿយហត់នឹងក៏នាំគ្នាអង្គុយសម្រាកសិនអញ្ចឹងណាហើយបើអាចារ្យខ្ជូតវិញមើលចុះមើលឡើងមិនឃើញស៊ីកងសោះមិនដឹងថានាងបាត់ទៅណានោះទេអញ្ចឹងមានតែគ្រប់គ្នាត្រូវរងចាំនាងនៅខាងក្រៅនឹងសិនហើយបន្តិចមកស៊ីកងយើងក៏បានមកដល់ទាំងហត់ក៏ខូតែម្ដងតើផុសស្អាតនៅក្នុងក្រុមម្នាក់ហ្នឹងជួយហុចទឹកមួយដបឲ្យនាងព្រមទាំងឲ្យនាងហ្នឹងបើចង់អរគុណគឺអរគុណទៅកាន់ចងស៊ូទៅព្រោះគាត់គឺជាអ្នកចេញលុយតួស្រីយើងក៏ងាកទៅអរគុណគាត់ចឹងណាហើយក៏ប្រញាប់ទៅអង្គុយជិតគ្នាស្រីនាងវិញទៅឡើងចងស៊ូនេះរកនិយាយអីមិនចេញនោះទេព្រោះអីចង់និយាយអីក៏អត់តាន់ដែរនាងទៅបាត់វឹងអញ្ចឹងណារួចគ្រប់គ្នាឃើញថា CV របស់នាងដាក់មិនទាន់អស់សោះមិនបាននៅសល់ច្រើនអីអញ្ចឹងណាតួស្រីយើងហ្នឹងមិនទាន់បានរៀបរាប់ប្រាប់គេអស់ផងស្រាប់តែចង់ស៊ូផុសស្អាតហ្នឹងក៏បានទាញយក CV របស់នាងមកមើលភ្លាមទង្វើហ្នឹងធ្វើឲ្យរងរត់តែមានអារម្មណ៍ថាដូចជាមិនសូវសប្បាយចិត្តទេបន្ទាប់មកផុសស្អាតចង់ស៊ូក៏បានយក CV របស់តួស្រីយើងហ្នឹងទៅដាក់ឲ្យនាងនៅក្រុមហ៊ុនសង្យានព្រោះដឹងថាក្រុមហ៊ុនហ្នឹងគឺត្រូវការបុគ្គលិកនិយាយចប់គឺប្រញាប់យកទៅតែម្ដងរកតែតួស្រីយើងចង់បដិសេធក៏មិនទាន់ដែរទង្វើហ្នឹងក៏ធ្វើឲ្យគេគ្រប់គ្នាមើលមុខតួស្រីយើងតែម្ដងណាពេលចូលដល់ខាងក្នុងជងស៊ូក៏មកជួបជាមួយនឹងអ្នកទទួល CV នៅក្នុងក្រុមហ៊ុនសង្យាននឹងឯងព្រោះគាត់ស្គាល់សិស្សច្បងម្នាក់ដែលសម្ភាសនៅនឹងអញ្ចឹងណាគាត់ក៏ស្នើសុំឲ្យជួយទទួល CV របស់នាងមួយផងមើលទៅឡើងជាមនុស្សពិសេសតែម្ដងដែលសិស្សពូកែជួយយកមកបែបនេះប៉ុន្តែខាងប្រុសនេះក៏បានប្រាប់គេវិញថាគ្រាន់តែជាមិត្តរួមថ្នាក់តែប៉ុណ្ណោះទៅជួយអញ្ចឹងណាពេលដែលគេមើលនឹងហៅឈ្មោះរបស់តួស្រីទៅយើងដឹងថាដុកទ័រលីនសង្ហារបស់យើងក៏គាត់នៅនឹងផងដែរគ្រាន់តែគាត់បានលើឈ្មោះតួស្រីគឺគាត់ដើរមកយ៉ាងសង្ហាទទួលយក CV ពីដៃចងស៊ូភ្លាមតែម្ដងកន្លែងហ្នឹងយើងក៏ដឹងថាលោកដុកទ័រលីនសង្ហារបស់យើងណាមិនអីនោះទេបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ពេលមុនហ្នឹងសំខាន់គាត់មិនបាននៅកន្លែងពេទ្យនោះទេគាត់បែរជាមកធ្វើការនៅកន្លែងក្រុមហ៊ុនសង្យានហ្នឹងវិញអញ្ចឹងណាគាត់ក៏ទទួលយក CV មនុស្សស្រីដែលគាត់តាមស្រឡាញ់ជាយូរនឹងមកហើយឃើញបែបហ្នឹងហើយអ្នកទទួល CV ហ្នឹងក៏បានណែនាំដុកទ័រលីនដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនឲ្យស្គាល់គ្នាជាមួយនឹងចងស៊ូ
នឹងប្រាប់ដុកទ័រលីនថាជងស៊ូហ្នឹងត្រូវបានក្រុមហ៊ុនប្រកួតប្រជែងដណ្ដើមយកគាត់ទៅកុំអីហ្នឹងគឺបានធ្វើការជាមួយគ្នាហើយនិយាយទៅកន្លែងហ្នឹងគឺសរសើរតួប្រុសយើងខ្លាំងមែនតើជាដុកទ័រសង្ហាហើយឥឡូវហ្នឹងគឺคล้ายជាអ្នកគ្រប់គ្រងក្រុមហ៊ុនធំមួយទៀតស្គាល់គ្នាហើយដុកទ័រលីនហ្នឹងក៏សួរនាំពីតួស្រីតែម្ដងថាហេតុអីបានជានាងមិនយកមកខ្លួនឯងតើបចង់សួរបញ្ញាប្រាប់ថានាងគឺជាមិត្តរួមថ្នាក់របស់ខ្លួនដោយសារតែមនុស្សច្រើនពេកធ្វើឲ្យនាងនឹងក្រិចកជើងមិនអាចមកបានតើបគាត់ជួយយកមកជំនួសនាងតែម្ដងទៅលឺអញ្ចឹងហើយតួប្រុសសង្ហារបស់យើងក៏មើលទៅដូចជារៀងធូរចិត្តបន្តិចដែរក៏ហុច CV ហ្នឹងទៅឲ្យអ្នករៀបចំចាត់ចែងនឹងវិញអញ្ចឹងណាហើយគាត់ក៏ដើរចាក់ចេញទៅបាត់ទៅពេលចង់ស៊ូចេញមកវិញរងក៏បញ្ញាប់ដើរមកចិត្តនឹងសួរនាំតែម្ដងថាដាក់នៅក្រុមហ៊ុនណាខ្លះមានណាខាងប្រុសនេះក៏ឆ្លើយថាភ្លេចបាត់ហើយពួកអីដាក់ច្រើនកន្លែងដែរហើយស៊ីកងយើងក៏អរគុណគាត់ដែលបានជួយនាងហើយរងយើងនៅតែមិនអស់ចិត្តក៏បានឆ្លៀតសួរចង់ស៊ូថាហេតុអីបានជាគាត់មិនប្រាប់ថាមានស្គាល់គេនៅក្នុងក្រុមហ៊ុនសង្យានចឹងខាងប្រុសនេះថាមកពីនាងមិនបានសួរគាត់ទៅគាត់មិនចាំបាច់ត្រូវប្រាប់នោះទេនិយាយទៅគាំងតែម្ដងណាគ្រប់គ្នាក៏ដូចជាឃើញសភាពការមិនសូវល្អក៏បបួលគ្នាត្រឡប់ទៅវិញតែម្ដងងាកមកគ្នារបស់តួស្រីយើងវិញក៏នាំគ្នាលួចនិយាយដើមពីអ្នកនឹងថាចង់សួរដូចមានចេតនាឲ្យរងខឹងទៅដឹងបាននិយាយបែបហ្នឹងខណៈពេលហ្នឹងស្រាប់តែប៉ារបស់តួស្រីយើងក៏បានខលមកនាងមិនទាន់នឹងលើកផងស្រាប់តែរងព្រោះយើងឮសំឡេងទូរស័ព្ទរោធ្វើឲ្យនាងភ្ញាក់ព្រឺតស្រែកតែម្ដងថានាងបានបាត់ទូរស័ព្ទហើយរឿងយើងក៏បានកាត់មកដល់ប្រហែលថ្ងៃក្រោយមកគ្រប់គ្នាគឺនៅឡើងជុំគ្នានៅក្នុងបន្ទប់ស្នាក់នៅនឹងឯងពេលហ្នឹងចៅហ្វាយថារងបាត់ទូរស័ព្ទច្រើនថ្ងៃហើយតើអាចប៉ះពាល់ដល់ការតាក់ទងនាងទៅសម្ភាសដែរទេតែស៊ីលៀក៏ថាមិនអីនោះទេព្រោះនៅលើ CV ហ្នឹងក៏បានដាក់អ៊ីមែលហើយនឹងដាក់លេខទូរស័ព្ទនៅក្នុងបន្ទប់រស់នៅជាក្រុមនឹងផងដែរដែលអាចឲ្យគេតាក់ទងបានមកនាងគ្រប់ពេលស្រាប់តែពេលហ្នឹងទូរស័ព្ទរបស់ស៊ីកងយើងបានរោឡើងអញ្ចឹងណាពេលដែលលោកគឺជាក្រុមហ៊ុនរបស់សង្យានដែលគេតាក់ទងមកហៅតួស្រីយើងហ្នឹងទៅសម្ភាសគ្រាន់តែបិទទូរស័ព្ទភ្លាមអាចែកខ្ជូតនឹងអាហ្វៃព្រមទាំងចៅហ្វាយសប្បាយចិត្តរំភើបចិត្តជំនួសតួស្រីយើងខ្លាំងណាស់ព្រោះជាក្រុមហ៊ុនធំជាងគេដែលបានណាត់ជួបនាងទៅសម្ភាសបើរងវិញមើលទៅគឺស្ងៀមស្ងាត់ដូចជាចំណែនតួស្រីយើងហើយពេលហ្នឹងបើស៊ីលៀងវិញក៏និយាយបែបលើកជើងទៅខាងរងព្រមទាំងថាប្រហែលមកពីជងស៊ូយក CV ទៅដាក់ឲ្យហើយបានគេទេហៅអញ្ចឹងណាបើអាចែកខ្ជូតនេះវិញក៏បានលើកទឹកចិត្តរងដែរតែនិយាយត្រង់ពេកថារងហ្នឹងមានសញ្ញាបត្ររៀនច្រើនជាងស៊ីកងទៀតអញ្ចឹងមិនយូរទេប្រកាសជាគេទេហៅទៅសម្ភាសហើយគ្រាន់តែលើអញ្ចឹងរងនេះវិញក្រោកដើរចេញទាំងទឹកមុខសពូនតែម្ដងគ្រប់គ្នាក៏បានថាឲ្យអាចែកខ្ជូតនឹងផងដែរតែសម័យខ្លួនគេដូចមិនសូវដឹងថាខ្លួនឯងនឹងនិយាយខុសអីនោះទេពេលហ្នឹងរួចស៊ីកងក៏ស្នើសុំឲ្យអាចែកខ្ជូតនឹងទៅជាមួយខ្លួនដើម្បីជួយមើលគេសមត្រៀមទៅសម្ភាសអាចែកខ្ជូតនេះវិញក៏ញញឹមខ្ជិបអូខេតែម្ដងរឿងយើងក៏បានកាត់មកខាងក្រុមហ៊ុនរបស់សង្យាននឹងវិញអ្នកគ្រប់គ្រងសង្ហារបស់យើងគឺដុកទ័រលីននឹងបានចូលមកអอฟហ្វិសរបស់ខ្លួនហើយក៏មានគេយករបាយការណ៍សំខាន់របស់ក្រុមហ៊ុនមកឲ្យគាត់ត្រួតពិនិត្យផងដែរលើពីនេះទៅទៀតហ្នឹងក៏មានឯកសារ CV ដែលនាយកសង្ឃក្រុមហ៊ុនសង្យានហ្នឹងបានរៀបចំឲ្យសម្ភាសកូនស្រីរបស់លោកនេះផងដែរនោះគឺជាតួស្រីរបស់យើងនឹងឯងតាមពិតទៅប៉ាតួស្រីគឺជាអ្នកជួយកូនគេសោះមិនមែនជាតួប្រុសយើងឬក៏ជងស៊ូនោះទេក្នុងចិត្តតួប្រុសយើងមើលទៅក៏សប្បាយចិត្តដែរដែលអាចធ្វើការជាមួយនឹងមនុស្សដែលគាត់ស្រឡាញ់អញ្ចឹងណាដល់កន្លែងហ្នឹងរឿងយើងក៏ចប់នៅត្រឹមហ្នឹងដែរអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដាននិងរងចាំជួបគ្នានៅភាពបន្តទៀតណាសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អជួបគ្នានៅវីដេអូភាពបន្តបាយបាយ